អ្នកជំនួញវ័យក្មេងដល់ល្បីល្បាញលោក Gen Z ត្រូវបានចាប់ខ្លួននិងត្រូវបញ្ជូនទៅប្រទេសចិនវិញក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមជម្រាបជូនសាធារណជាតិនិងសាធារណអន្តរជាតិឲ្យបានជ្រាបថាក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនិងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិនសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាបានចាប់ខ្លួនលោក Gen Z និងបកពួក2នាក់ទៀតដើម្បីបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិនប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី6ខែមករាឆ្នាំ2026បន្ទាប់ពីសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជានិងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិនបានសហការស៊ើបអង្កេតរួមគ្នាអស់រយៈពេលជាច្រើនខែមកហើយក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមជម្រាបជូនថាឈ្មោះ Gen Z ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរដោយផ្អែកតាមច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជាកាលពីខែធ្នូឆ្នាំ2025អាស្រ័យដោយបានជម្រាបជូនសូមសាធារណជាតិនិងអន្តរជាតិបានជ្រាប